សូមប្រគេនពរជំនពរសូមព្រះអនុញ្ញាតបង្ហាញទៅលើទស្សនវិជ្ជាពេលរាត្រីនេះវត្តបង្កុកដែលយើងបានធ្វើការតាំងភ្លើងនៅផ្ការទីងទួចដើម្បីសង្ក្រានឆ្នាំថ្មីរបស់យើងទាំងអស់គ្នាហើយទន្ទឹមនឹងហ្នឹងក៏បង្ហាញលោកអ្នកដែរថាចង់ចូលរួមជីវផ្កាផើងផ្កាអាចជីវបានទៅតាមទស្សនវិជ្ជាដែលនឹងបង្ហាញជូនលោកអ្នកទាំងឡាយនេះយើងមានផើងផ្ការិស័យណាផ្ការិស័យយើងនំកល់ផ្ការិស័យអញ្ចឹងយើងអាចដាក់ផើងអញ្ចឹងបានផើងនេះ 40000 អញ្ចឹងដាក់ផ្ការិស័យមកបានហើយនេះចេកមាសផើងចេកមាសហើយនេះគេហៅថាដើមផ្កាសុភមង្គលអីចឹងណាសុភមង្គលនេះផ្ការំយោលនេះផ្កាមក10ផ្កាមក10លោកអ្នកទាំងឡាយហើយយើងឃើញហើយនេះយើងកំពុងតែធ្វើការដាំដើមឫស្សីបន្តទៀតដើមឫស្សីធំអាហ្នឹងអូបឈ្ងុយឈ្ងប់ហើយយើងនេះគឺនេះព្រះវិហារហើយយើងចូលមកយើងមានដើមឫស្សីនេះដើមពេជ្រចង្វាលាយជាមួយដើមដូងនេះដើមតបៃព្រៃណាហើយតបៃនេះយើងធ្វើសួនបែបនេះឯងហ្នឹងយើងមានដើមដូងដើមអីចឹងណាយើងយកមកដាក់ផើងខ្ញុំកល់ទុកអញ្ចឹងហើយយើងនឹងធ្វើការថែទាំហូរហែយ៉ាងម៉េចយើងនេះដើមដូងណាដើមដូងហូរហែដើមសកាកែវដើមអីសពបែបសពយ៉ាងនេះសកាកែវអូបនេះអូបមែនតើសកាកែវហ្នឹងលោកអ្នកសកាកែវនឹងរំលំរំយោលអីផ្សេងនៅដើមប៉ាលឿងច្រើនណាហើយយើងនឹងធ្វើការដាំនេះផ្កាម្លិះអូបផ្កាម្លិះនេះដើមឆាត់ម្លិះយើងដាំអញ្ចឹងទៅនៅខាងនោះគឺព្រះពុទ្ធរូបផ្ចាញ់មាពុទ្ធបដិមាផ្ចាញ់មាកម្ពស់8ម៉ែត្រដែលយើងនំកល់ហើយនេះវាបានជាង1000ការ៉េយើងអាចដាក់500នាក់600នាក់បាននោះអញ្ចឹងណានេះយើងធ្វើវិធីហើយបន្ទាប់ពីយើងបានផើងផ្កាច្រើនអីច្រើនសពបែបសពយ៉ាងហ្នឹងនឹងមានពិធីប្រពៃមាឃកម្ពុជាវិសាខកម្ពុជាយើងនឹងកល់ទីនេះហើយយើងត្រូវការផ្កាចន្ទធូលោកអ្នកដែលជ្រះថ្លាផ្កាចន្ទធូយើងអាចមានទីតាំងដាំដែរដែលខាងមុខនេះយើងដាំផ្កាចន្ទធូបច្ចុប្បន្ននេះយើងកំពុងតែរកដីដែលមានជីជាតិយើងនំកល់ទុកនំកល់មកយើងកល់ទុកដាក់នៅក្នុងនេះជីអីកំប៉ុស្តនៅក្នុងនឹងមកដើមនេះមកយើងដាំផ្កាចន្ទធូក៏អីក្អូបថ្វាយព្រះអីចឹងណាដល់ពេលផ្ការីកមកផ្កាថ្វាយព្រះតែម្ដងថ្វាយព្រះតែម្ដងអញ្ចឹងលោកណានឹងយើងអាចធ្វើអញ្ចឹងហើយដល់ពេលយើងមកធ្វើពិធីបូជាទៅបានហើយលោកអ្នកអាចបែរទៅខាងនោះខាងព្រះវិហារយើងមើលឃើញភ្លើងកន្លែងដំបុកដំផ្កាមិញហ្នឹងលោកអ្នកឃើញហ្នឹងហើយខាងឆ្វេងដៃដើមដៃនេះយើងមានដើមឈើមានដើមស្លាដើមអីដើមគ្រឹស្ណាគេថាដើមបេងនាងនួនអីណាជ័យលៀបជ័យអីចឹងទៅជ័យក្រឹមបរិវេណហ្នឹងដើម្បីឲ្យវាដុះមកមលុបតែម្ដងដល់ពេលមលុបមកខាងកណ្ដាលនេះស្អាតចឹងដល់ពេលដែលប្រពៃពិធីម្ដងវាមានភាពងាយស្រួលចឹងបង្ហាញលោកអ្នកមានប្រមាណប៉ុណ្ណឹងសូមប្រគេនពរជូនពរសាជាថ្មីម្ដងទៀតជួបតែសេចក្តីសុខសេចក្តីចម្រើនសពកាលសូមអនុមោទនា